នៅបងបន្ទាប់ពីយើងទៅនៃវិការងារយើងឆ្លៀតទៅឆ្លោះកែបឆ្លោះពោះអញ្ចឹងបងអញ្ចឹងខែប្រាំងអញ្ចឹងវាមានបងប្អូនទឹកវាស្រកហើយវាទៅក្នុងទឹកទេបងប្អូននៅលើគោកម្ដងខែប្រាំងឬក៏នៅក្នុងរូងឬក៏នៅក្នុងព្រៃឈើអញ្ចឹងបងប្អូនឥឡូវជាមួយយើងដើរឆ្លោះជាមួយចង់ដឹងថាយប់នឹងបានប្រហែលអញ្ចឹងបងប្អូននេះឥឡូវយើងចាប់ដើមដើរឆ្លោះរមើលវាបងប្អូនវាសត្វកម្រមានបងប្អូនតែគាត់ថាបើយើងមករកគេរកអញ្ចឹងណានឹងសាក់ដើមមកយប់សាក់មើលបងប្អូនដឹងជក់ចិត្តដូចខ្ញុំអញ្ចឹងណាខ្ញុំធ្លាប់ដើរឆ្លោះអញ្ចឹងដល់ពេលអត់ឆ្លោះអត់សុំបងប្អូនបន្ទាប់ពីដើរឡើងចិត្តម៉ោង2ម៉ោងបងប្អូនណាអត់ទាន់ជួបទេតែចាំមើលតែជួបមួយដឹងតែហេងហ្មងបងប្អូនតែគាត់ថាវីដេអូដើរឡើងបិញខ្ចាយអត់ទាន់បានជួបមួយពេលចាំមើលតែជួបអ៊ំធំក៏តូចដែរបងប្អូនហើយតែជួបមួយជួបពីរបងប្អូនសัตว์នឹងរអញ្ចឹងណាគណៈតែយើងរវាបានទៅវាបាក់កម្លាំងចិត្តចង់ទៅផ្ទះតែអត់អីទេសម្រាប់ចិត្តថាយើងស្រឡាញ់ខាងឆ្លោះយើងត្រូវតែរតើបានបងប្អូនបើរមបានទេអត់ទៅផ្ទះទេចាំមើលបន្ទាប់ពីយើងដើររបងប្អូនឥឡូវឃើញបងប្អូននេះឃើញនៅនឹងបងប្អូនលោប៉ុណ្ណៃមកដូចខ្ញុំនិយាយនេះវាចាញ់ខាងបងប្អូនលោកមើលលើបងប្អូននេះស្មោះនឹងវាចេញពីគល់ឈើអញ្ចឹងវាត្រចំណៃស៊ីតែចេះដនយើងមកជួបអញ្ចឹងកុំអីវាទៅបានបងប្អូនណានេះឥឡូវចាប់ដើមញាត់ដាក់ត្រង់បងប្អូនចាប់វាអត់កើតទេពួកគាត់ថាពេលវេលាយើងដល់យូរដែរបងប្អូនអញ្ចឹងសម្រាប់ដល់បងប្អូនណាចូលចិត្តវីដេអូទេសភាពតាមស្រុកស្រែរឆ្លោះពុះឆ្លោះសត្វអញ្ចឹងបងប្អូនជួយចុច Subscribe ម្នាក់មួយបងប្អូនដើម្បីខ្ញុំមានកម្លាំងចិត្តថតបងប្អូនសកម្មភាពទៅឆ្លោះពុះឬក៏ដើររកសត្វព្រៃរាល់ថ្ងៃបងប្អូនអញ្ចឹងនឹងឥឡូវយើងបានបងប្អូនឥឡូវយើងដើររកមើលទៀតបងប្អូនវាមានតើមានមួយគូពីរគូអញ្ចឹងណាអ្នកខ្លះទៅវានៅមួយកន្លែងនេះបងប្អូននេះជួបមួយទៀតបងប្អូនដូចខ្ញុំនិយាយថាវាមិននៅតែមួយទេពោះវានៅគូអញ្ចឹងដូចជាកែបអញ្ចឹងនៅឡើងវិញបងប្អូនអានេះវែងរៀងត្រឹសដែរចង់ថតឲ្យបងប្អូនអ្នកខាងទីក្រុងឬខាងអ្នកដែលគាត់អត់ធ្លាប់ដើរឆ្លោះដើរអីចឹងថតឲ្យគាត់បានឃើញអញ្ចឹងណាហើយបងប្អូនណាដែលធ្លាប់ឆ្លោះដូចខ្ញុំបងប្អូនគឺយកអារម្មណ៍មួយហ្នឹងដល់ម៉ោងគឺចង់ដើររកបងប្អូនអញ្ចឹងហ្នឹងហើយកុំភ្លេចជួយចុច Subscribe Channel ខ្ញុំអ្នកមួយបងប្អូនដើម្បីខ្ញុំមានកម្លាំងចិត្តផុសវីដេអូបងប្អូនមើលទៀតបងប្អូនណាបងប្អូនចាប់បានដល់ពេលហ្នឹងទេបងប្អូនដោយសារអីខ្ញុំថតបានតែប៉ុណ្ណឹងបងប្អូនហើយបាយបាយ